បាទជំរាបសួរនិងសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញទាំងអស់គ្នានៅប្រភេទវីឡាកូនកាត់ល្អទីតាំងនៅក្នុងបុរីច័ន្ទគិរី Urban Land ដែលជាប់បណ្ដោយផ្លូវជាតិលេខ2ហើយចំណាយទីតាំងវិញគឺល្អមែនទែនយើងជិះប្រហែលជា10នាទីពីបុរីច័ន្ទគិរីនេះទៅពលានយន្តហោះថ្មីហើយប្រហែលជា10នាទីទៅផ្សាយអន3អូខេវីឡានេះគឺមាន3បន្ទប់គេនិង4បន្ទប់ទឹកហើយសម្រាប់ដីវិញគឺ8ម៉ែត្រកន្លះគុណនឹង23ហើយចំណែកវីឡាវិញគឺ6គុណនឹង12អូខេហើយខាងក្នុងគឺអាចចតឡានបានមួយហើយខាងក្រៅគឺអាចចតឡានបានមួយហើយម្ចាស់ផ្ទះគឺគាត់បានដាក់ជួលនៅក្នុងតម្លៃល្អខ្លាំងមែនតើតម្លៃចរចាហើយខាងក្នុងវិញគឺបំពាក់នៅសម្ភារៈ living room រួចរាល់ហើយសម្រាប់តម្លៃចរចាទាំងអស់គ្នាសម្រាប់ខាងក្នុងនេះគឺស្អាតខ្លាំងមែនតើហើយសល់ space ចំហៀងហើយខាងក្នុងនេះគឺយើងអាចចតឡានបានមួយអូខេតោះមើលខាងក្នុងទាំងអស់គ្នាអូខេទាំងអស់គ្នានេះគឺជាខាងក្នុងនៃវិឡារបស់យើងខាងក្នុងនេះគឺយើងចូលមកដល់គឺ living room នៅកន្លែងនេះម្ចាស់ផ្ទះបានរៀបចំនៅសាឡុងហើយកន្លែងអង្គុយលេងស្អាតហើយស្រាប់ហើយចំណែកកន្លែងញ៉ាំអាហារយើងគឺនៅត្រង់នេះខាងនោះវិញគឺជាក្រានបាយទាំងអស់គ្នានៅកន្លែងជាក្រានបាយហ្នឹងមាន space សម្រាប់ដាក់ម៉ាស៊ីនបោកគក់ហើយជាមួយនឹងបន្ទប់ទឹកអូខេតោះមកមើលទាំងអស់គ្នាហើយសម្រាប់នេះគឺខាងក្រៅនៃវីឡាខាងក្រោយយើងសល់ space រៀងធំដែរទាំងអស់គ្នាអាចធ្វើជាសួនឬក៏ដាំរុក្ខជាតិអីខ្លះបានហើយខាងនោះអាចហាលខោអាវបានអូខេតោះហើយវីឡានេះគឺមាន space ទលាយខាងក្នុងដោយសារគេលើក layout ខាងចដាយកមកដាក់ខាងនេះវិញអូខេតោះយើងទៅមើលជាន់ទី1ទាំងអស់គ្នាតោះយើងឡើងមកប្រកាន់ដៃខ្ញុំស្រឡាញ់ប្រកាន់ដៃនេះយើងតូចល្មមហើយងាយស្រួលឡើងហើយនេះកម្មចដាហើយខាងស្ដាំដៃនេះគឺបន្ទប់ master bedroom របស់យើងទាំងអស់គ្នាបន្ទប់ master bedroom របស់យើងគឺមានសភាពធំខ្លាំងមែនតែនទលាយដោយសារផ្ទះហ្នឹងជាន់ទី1គឺផ្ដោតទៅលើបន្ទប់ master bedroom តែមួយហ្មងហើយខាងនេះគឺបន្ទប់ទឹកគឺធំហើយបន្ទប់នេះគឺមានវេរ៉ង់ដាមួយខាងក្រៅនេះហើយតោះមើលទាំងអស់គ្នាវេរ៉ង់ដានេះspace រៀងទលាយដែរទាំងអស់គ្នាអាចដាក់តុដាក់អីអង្គុយមើលទេសភាពឬក៏អានសៀវភៅពេលល្ងាចឬក៏ញ៉ាំកាហ្វេពេលផឹកឡើងបានណាអូខេតោះទៅមើលជាន់ទី2ទាំងអស់គ្នាអូខេនេះគឺជាជាន់ទី2ហើយនេះខាងស្ដាំដៃរបស់ខ្ញុំនេះគឺជាបន្ទប់គេងសម្រាប់ជាន់ទី2របស់យើងគឺមាន2បន្ទប់គេងទាំងអស់គ្នាអូខេតោះចូលមកបន្ទប់នេះមានវេរ៉ង់ដាទាំងអស់គ្នាហើយវេរ៉ង់ដាប្រហែលជាធំជាងបន្ទប់ master bedroom អូខេហើយជាន់ទីយើងមើលពីជាន់ទី2នេះទៅគឺនៅមុខសួនអូខេហើយនេះគឺជា balcony ជាន់ទី2ទាំងអស់គ្នាតោះមើល view ទាំងអស់គ្នាមកហើយអូខេតោះទៅមើលបន្ទប់មួយទៀតនៅកន្លែងនេះយើងអាចជា space ដាក់សម្ភារៈឬក៏ខោអាវអីអាចដាក់នេះបានហើយឬក៏ដេកបន្ថែមដាក់ជាទូដាក់ខោអាវអីបានទាំងអស់គ្នាហើយសម្រាប់បន្ទប់ទី3បន្ទប់សមាជិកគ្រួសារយើងមានក្រែមួយស្រាប់ហើយអត់មាន balcony បន្ទប់នេះប៉ុន្តែជាន់ទី2នេះយើងប្រើបន្ទប់ទឹករួមគ្នាហើយខាងនេះគឺបន្ទប់ទឹកអូខេអូខេអរគុណច្រើនទាំងអស់គ្នាហើយបើសិនជាមានចំណាប់អារម្មណ៍ឬចម្ងល់អីបន្ថែមតោះតម្លាក់នៅក្នុង comment ឬក៏តាក់ទងតាមព័ត៌មានដែលខ្ញុំដាក់នៅលើ description ណាទាំងអស់គ្នាអូខេអរគុណច្រើន